Babylon writing អ្នកទាំងអស់គ្នាបាន map នេះតើអ្នកទាំងអស់គ្នាសរសេរមិនទៅជំរាបសួរហើយក៏សួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងចែកម្លែកអ្នកទាំងអស់គ្នាអំពី structure ក្នុងការសរសេរ IELTS writing task 1តែតាមជាមួយ map អញ្ចឹងសិស្សភាគច្រើនឲ្យតែគាត់ឃើញថា map គឺគាត់ភ័យហ្មងនៅក្នុង listening ក៏ដោយឬក៏ writing ក៏ដោយប៉ុន្តែអត់ទេខ្ញុំសូមប្រាប់អ្នកទាំងអស់គ្នាថា map ហ្នឹងសម្រាប់ខ្ញុំនៅក្នុង writing គឺ map ស្រួលជាងគេហេតុអីដោយសារ map ហ្នឹងយើងអត់ត្រូវ analyze ច្រើននេះយើងត្រូវតែ follow structure ហ្នឹង structure ហ្នឹងគឺ fix មែនតែបើអ្នកទាំងអស់គ្នាសរសេរប៉ុណ្ណឹងបានអ្នកទាំងអស់គ្នាអាចទទួលបានបន្ទុកច្រើនក្នុងការប្រឡង IELTS writing task 1តោះអញ្ចឹងកុំឲ្យខាតពេលវេលាយូរខ្ញុំនាំអ្នកទាំងអស់គ្នាទៅមើល structure អញ្ចឹងបើសិនជា example ថាប្រឡង IELTS writing task 1អ្នកទាំងអស់គ្នាបាន map របៀបហ្នឹងអញ្ចឹងតើដំបូងគេអ្នកទាំងអស់គ្នាត្រូវសេអីអញ្ចឹងដូចជាខ្ញុំបានចែករំលែកនៅក្នុងវីដេអូមុនហើយតើតើជាមួយនឹង structure នៅក្នុងការសេ IELTS writing task 1អញ្ចឹងយើងអត់ត្រូវខ្វល់ទេថាតើយើងទទួលបានvisual អីគេយើងបានក្រាបបែបណាឬក៏យើងបានរូបអីទេសំខាន់អ្នកទាំងអស់គ្នាត្រូវ follow អាហ្នឹងមកអញ្ចឹង structure យើងត្រូវមានអីគេទី1យើងមាន introduction បន្ទាប់មកយើងមាន overview បន្ទាប់មកយើងមាន body 1ហើយនិង body 2អញ្ចឹង map ហ្នឹងក៏ដូចគ្នាដែរអញ្ចឹងនៅក្នុង map តកតងជាមួយនឹងparagraph structure នៅក្នុង map ទី1អ្នកទាំងអស់គ្នា introduction អ្នកទាំងអស់គ្នាត្រូវ paraphrase the topic អញ្ចឹង topic បើសិនជាគេចែករំលែកអំពីតកតងជាមួយ map ហ្នឹងហើយតើ map ហ្នឹងគឺគេនិយាយអំពីអី development របស់ទីកន្លែងឬក៏អីអញ្ចឹងអ្នកទាំងអស់គ្នាយកព្រមតែគេឲ្យហ្នឹងទៅសេជា paraphrase ពេញមក right ហើយទី2 overview អញ្ចឹងនៅក្នុង overview នៅក្នុង task 1តើអ្នកទាំងអស់គ្នាសរសេរអីអញ្ចឹង overall តកតងជាមួយនឹង overview នៅក្នុង map ហ្នឹងអ្នកទាំងអស់គ្នាត្រូវថាអ្វីដែលបានប្រែប្រួលខ្លះដែលយើង talk about the changes ឬក៏ transformation នៅក្នុង map ហ្នឹងអញ្ចឹងបើសិនជាក្នុង map ហ្នឹងគេ compare ពីនៅក្នុងឆ្នាំនេះហើយជាមួយនឹងឆ្នាំនេះអញ្ចឹងតើពីហ្នឹងមានការផ្លាស់ប្ដូរអីគេខ្លះអញ្ចឹងអ្នកទាំងអស់គ្នាអាចនិយាយថា there are several changes ឬក៏ it can be seen that the location saw several changes whereas few things remain the same អញ្ចឹងអ្នកទាំងអស់គ្នាអាចនិយាយថាមានកន្លែងខ្លះដែលគេផ្លាស់ប្ដូរហើយកន្លែងខ្លះទៀតក៏វាអត់បានកែប្រែដែរអញ្ចឹងគឺនេះសម្រាប់ overallហើយសម្រាប់ body part 1ហើយនិង body part 2អ្វីដែលអ្នកទាំងអស់គ្នាត្រូវសរសេរនោះគឺនៅក្នុង body part 1អ្នកទាំងអស់គ្នាត្រូវប្រាប់ថាតើអ្វីដែលគេបានផ្លាស់ប្ដូរខ្លះអញ្ចឹងអ្នកទាំងអស់គ្នាសរសេរ in detail មកហើយអ្នកទាំងអស់គ្នាប្រាប់ថាអូខេនៅឆ្នាំ1980គឺអត់មាន location នេះទេប៉ុន្តែនៅឆ្នាំ2000គឺគេបានសង់សាលារៀនឬក៏អីអញ្ចឹងទៅហើយសម្រាប់ body part 2អ្នកទាំងអស់គ្នានិយាយថា after 20 years example កន្លែងនោះបានផ្លាស់ប្ដូរទេ hospital នឹងនៅដដែល school នឹងគឺគេទុកនៅដដែលអញ្ចឹងទៅអញ្ចឹងនៅក្នុង body part 1ហើយ part 2អ្នកទាំងអស់គ្នាត្រូវសរសេរជា detail ហើយកលឹះដែលសំខាន់នោះសម្រាប់ IELTS writing task 1អ្នកទាំងអស់គ្នាសម្រាប់ map អ្នកទាំងអស់គ្នាត្រូវ use passive voice ហើយមួយទៀតដោយសារតែបើសិនជាគេនិយាយអំពីអតីតកាល past អ្នកទាំងអស់គ្នាត្រូវប្រើ passive right នៅក្នុង using past simple passive អីចឹងទៅអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូដល់ចប់ហើយបើមានសំណួរបន្ថែមអ្នកទាំងអស់គ្នាអាច comment ឬក៏ request any video បានអរគុណច្រើន bye